បាទខ្ញុំបាទរមសវីអង្គភាពសារព័ត៌មាន Friday ដែលលយូបាននៅព្រឹកថ្ងៃទី24ខែមិថុនាឆ្នាំ2025នេះយើងសង្កេតឃើញថាបាទខាងភាគីថៃបាទបានបិទទ្វារបាទបិទទាំងស្រុងតែម្ដងបាទគឺអត់មានបើកដំណើរការទេប៉ុន្តែកន្លងទៅគឺច្រកទូចបាទគឺបើកឲ្យសិស្សចេញចូលបាទប៉ុន្តែនៅព្រឹកនេះយើងមិនទាន់ដឹងទេថាតើគេបើកឲ្យចេញចូលធម្មតាឬក៏យ៉ាងម៉េចបាទបងប្អូនប្រិយមិត្តការបិទច្រកទាំងស្រុងរបស់ភាគីថៃនេះគឺត្រូវបានប្រកាសកាលពីយប់ថ្ងៃទី23ខែមិថុនាឆ្នាំ2025បាទយើងដឹងហើយថាបងប្អូនប្រិយមិត្តយើងដឹងហើយថាភាពតានតឹងរវាងបាទច្រកព្រំដែនគឺនៅថ្ងៃទី28ខែឧសភាឆ្នាំ2025គឺមានការឈ្លានពានពីប្រទេសថៃបានចូលមកលបបាញ់បាទយោធារបស់យើងបណ្ដាលឲ្យពលីជីវិតម្នាក់នៅក្នុងនៅកន្លែងលានដ្ឋានផ្ទាល់តែម្ដងគឺនៅក្នុងចំណុចមុំ3នៃខេត្តព្រះវិហារបាទបន្ទាប់ពីមានហេតុការណ៍បាញ់ប្រហារមកលើលានដ្ឋានបាទប្រទេសកម្ពុជារបស់យើងគឺភាពតានតឹងនៃច្រកព្រំដែនគឺចេះតែតឹងជាបន្តបន្ទាប់បាទកម្ដៅនៃព្រំដែនចេះតែក្ដៅទៅហើយក្នុងនោះបាទថៃចេះតែយកលេសនេះលេសនោះដើម្បីបិទព្រំដែនបាទរហូតបាទហើយកម្ពុជារបស់យើងគឺប្រកាន់នៅគោលចំហដោះស្រាយដោយសន្តិភាពបាទគឺមិនបង្កឲ្យមានការផ្ទុះអាវុធនោះទេប៉ុន្តែបើសិនជាមានករណីឈ្លានពានជាបន្តទៀតគឺប្រទេសកម្ពុជាគឺប្រើសិទ្ធិដើម្បីការពារបាទអធិបតេយ្យភាពរបស់ប្រទេសកម្ពុជារបស់យើងបាទបងប្អូនប្រិយមិត្តបាទបន្ទាប់ពីមានភាពតានតឹងបាទឃើញថាកន្លងទៅគឺប្រទេសថៃបាទបានបង្រួមពេលវេលាចេញចូលបាទធ្លាប់ចូលម៉ោង6បិទម៉ោង10យប់ប៉ុន្តែបន្ទាប់មកគឺបើកម៉ោង8បិទម៉ោង4ហើយកម្ពុជារបស់យើងក៏បាទម៉ោង9ព្រឹកទៅបើកប៉ុន្តែបិទម៉ោង4រសៀលដូចគ្នាបាទប៉ុន្តែនៅថ្ងៃបាទ23ខែមិថុនាឆ្នាំ2025គឺខាងភាគីថៃបានប្រកាសបិទច្រកទ្វារទាំងស្រុងតែម្ដងនៅតាមកវត្តព្រំដែនកម្ពុជាថៃរបស់យើងបាទហើយនៅព្រឹកនេះបាទឃើញថាមានការស្ងប់ស្ងាត់បាទមែនទែនបាទនៅច្រកមួយនេះគឺមិនមានការចេញចូលនោះទេប៉ុន្តែបងប្អូនប្រជាពលរដ្ឋខ្មែររបស់យើងបាទគឺនៅខាងទឹកដីកម្ពុជាគឺនៅឈរត្រៀបត្រាបាទនៅខាងទឹកដីកម្ពុជារបស់យើងឈរសម្លឹងមើលថាបាទចាំមើលគេចង់ធ្វើអីទៀតបាទបងប្អូនប្រិយមិត្តបាទថៃចេះតែយកលេសនេះលេសនោះបាទដាក់គំនាបមកលើកម្ពុជារបស់យើងបាទទាំងដែលខ្លួនឯងបំពេញមកលើប្រទេសកម្ពុជាបាទរហូតដល់មានការគំរាមកំហែងកាត់ចរន្តអគ្គិសនីកាត់អ៊ីនធឺណិតជាដើមបាទប៉ុន្តែកម្ពុជាបានប្រកាសក្តែងឲ្យភាគីខាងថៃដឹងថាប្រទេសកម្ពុជារបស់យើងមិនបានប្រើអគ្គិសនីឬក៏អ៊ីនធឺណិតរបស់ថៃទេព្រោះប្រទេសកម្ពុជារបស់យើងមានអគ្គិសនីនិងអ៊ីនធឺណិតប្រើប្រាស់គ្រប់គ្រាន់បាទរហូតដល់ប្រទេសកម្ពុជារបស់យើងបាទគឺសម្ដេចតេជោហ៊ុនសែនបានប្រកាសឲ្យពលករខ្មែររបស់យើងបាទចាក់ចេញពីប្រទេសថៃចូលមកកម្ពុជាបាទដោយការយកចិត្តទុកដាក់ពីសម្ដេចតេជោខ្លាចមានគ្រោះថ្នាក់ណាមួយនៅពេលដែលប្រទេសទាំងពីរកាន់តែមានភាពតានតឹងដោយសារចំនួនព្រំដែននេះបាទបន្ទាប់ពីមានការអំពាវនាវឲ្យប្រជាពលរដ្ឋចូលមកប្រទេសកម្ពុជាឃើញថាពលករខ្មែររបស់យើងគឺបានចេញពីប្រទេសថៃចូលមកកម្ពុជាយ៉ាងច្រើនសន្ធឹកសន្ធាប់ពីមួយថ្ងៃទៅមួយថ្ងៃបាទធ្វើឲ្យប្រទេសថៃមានការព្រួយបារម្ភបាទធ្វើឲ្យប្រទេសថៃមានការព្រួយបារម្ភខ្លាចខ្វះនៅកម្លាំងពលកម្មបាទខ្លាចខ្វះនៅកម្លាំងពលកម្មបាទក៏ចេះយល់លេសនេះលេសនោះបាទរហូតដល់ថ្ងៃទី23ខែមិថុនាឆ្នាំ2025នេះបាទហើយឥឡូវនេះគឺខ្ញុំកំពុងតែរាយការណ៍នេះគឺនៅព្រឹកថ្ងៃទី24ខែមិថុនាឆ្នាំ2025បាទតាមអ្វីដែលខ្ញុំគិតតាមអ្វីដែលខ្ញុំយល់ឃើញបាទថៃបិទនេះគឺបិទទាំងស្រុងគឺមិនអោយពលករខ្មែរចេញមកព្រោះខ្លាចបាទខ្វះកម្លាំងពលកម្មនៅក្នុងប្រទេសថៃបាទដោយសារឃើញពលករខ្មែរនាំគ្នាសម្រុកចូលមក
ប្រទេសកម្ពុជាវិញដោយយើងដឹងហើយថាប្រទេសកម្ពុជារបស់យើងបច្ចុប្បន្នមានការអភិវឌ្ឍខ្លាំងបាទគឺมันខ្វះកន្លែងបាទធ្វើការទេសម្រាប់ឲ្យពលករខ្មែររបស់យើងបន្ទាប់ពីឃើញពលករខ្មែររបស់យើងសម្រុកចូលមកប្រទេសកម្ពុជាអ្វីដែលខ្ញុំគិតថាប្រទេសថៃព្រួយបារម្ភខ្លាចខ្វះកម្លាំងពលកម្មហ្នឹងបានយកលេសបិទច្រកទាំងស្រុងបាទកុំឲ្យពលករខ្មែររបស់យើងហ្នឹងអាចចេញពីប្រទេសថៃបានបាទប្រទេសថៃនេះបាទពិតជាកំពូលល្បិចមែនបាទបងប្អូនប្រិមិត្តបាទអញ្ចឹងសូមបញ្ជាក់ម្ដងទៀតថាព្រឹកនេះគឺជាព្រឹកថ្ងៃទី24ខែមិថុនាឆ្នាំ2025គឺនៅមុខច្រកទ្វារអន្តរជាតិប៉ោយប៉ែតបាទជាប់ជាមួយនឹងច្រកខ្លងលឹកប្រទេសថៃស្ថិតនៅក្នុងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យបាទបងប្អូនប្រិមិត្តគឺប្រទេសថៃគឺបានបិទទាំងស្រុងមិនអោយមានការចេញចូលនោះទេក្រៅពីសិស្សបាទនិស្សិតបាទបងប្អូនប្រិមិត្តបាទហើយបន្ទាប់ពីខ្ញុំរាយការណ៍នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតរួចខ្ញុំនឹងទៅផ្ដិតបាទទស្សនវិជ្ជានៅច្រកស្ទឹងបត់បន្ថែមទៀតបាទពីព្រោះច្រកទ្វារស្ទឹងបត់គឺជាច្រកមួយដែលកន្លងទៅគឺរវាងប្រទេសកម្ពុជានិងថៃគឺបើកឲ្យមានការចរាចរណ៍ទំនិញផ្សេងដោយឡែកគឺច្រកទ្វារប៉ោយប៉ែតនេះគឺសម្រាប់បាទភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិក្នុងការធ្វើដំណើរចេញចូលបាទបងប្អូនប្រិមិត្តបាទអញ្ចឹងព័ត៌មាននៅព្រឹកនេះគឺច្បាស់ការមែនទែនហើយបាទគឺថៃបិទទាំងស្រុងទៅតាមសេចក្តីប្រកាសរបស់គេកាលពីយប់ថ្ងៃទី23ខែកញ្ញាឆ្នាំ2025នេះគឺបិទទាំងស្រុងតែម្ដងគឺស្ងាត់ទៅជ្រាបបាទស្ងាត់ឲ្យជ្រាបតែម្ដងគឺគ្មានអីក្រៅពីបាទកងកម្លាំងរបស់គេនៅខាងអ្នកសារព័ត៌មានរបស់គេទេបាទបងប្អូនប្រិមិត្តបាទ